ដោយការប្រាស់រត់ក្រោះបាញ់ចូលជាច្រើនគ្រាប់នឹងនៅតំបន់ប្រាសាទព្រះវិហារផងដែរនៅក៏ដូចជានៅតំបន់5មករានិងនៅតំបន់ចំការចេកហើយមិនត្រឹមតែបាញ់ប្រហារត្រឹមតែប្រភេទអាវុធដៃក៏ដូចជាអាវុធទន់ធ្ងន់ទេប្រើប្រាស់រហូតដល់រត់ក្រោះរត់ពីដៃទៅទៀតក្នុងការបាញ់ចូលមកទឹកដីកម្ពុជាអញ្ចឹងតាក់ទងទៅនឹងស្ថានភាពនេះភាពក្តៅស្រួយនៃការផ្ទុះសង្គ្រាមឡើងវិញខ្ញុំមើលឃើញថាវាភាគរយច្រើនមែនទែននៃការផ្ទុះសង្គ្រាមឡើងវិញដោយសារតែកម្ពុជាអត់ធ្មត់ណាស់អត់ធ្មត់ហើយអត់ធ្មត់ទៀតដោយសារតែយើងដឹងហើយនេះគឺជាកលឧបាយនៅក្នុងការបញ្ឆេះសង្គ្រាមរបស់ភាគីថៃដោយសារតែវាកំពុងតែមានកលាបានថាចលាចលនៅក្នុងប្រទេសវាក៏ដូចជាការបាត់បង់ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីអនុទីននេះអញ្ចឹងការធ្វើសង្គ្រាមជាមួយនឹងកម្ពុជាវាជាមុខសញ្ញាដែលត្រូវបានជ្រើសរើសដោយភាគីសៀមដើម្បីបង្កហេតុបន្ថែមទៀតក៏ដូចជាបញ្ឆេះភ្លើងឲ្យទៅផ្ទុះជាសង្គ្រាមបន្ថែមដើម្បីទាញយកប្រជាប្រិយភាពនៅក្នុងប្រទេសរបស់វាវិញអញ្ចឹងតែទោះជាយ៉ាងណាបើទោះជាកម្ពុជាឃើញថានេះគឺការញុះញង់ឬក៏ហៅថាការបានថាចង់បង្កហេតុពីខាងភាគីសៀមយ៉ាងណាក៏ដោយក៏កម្ពុជាការអត់ធ្មត់របស់កម្ពុជាគឺមានដែនកំណត់អញ្ចឹងខ្ញុំជឿជាក់ថាថ្ងៃនេះប្រហែលជាស្ថានភាពអាចនឹងមានការផ្ទុះនៅសង្គ្រាមក៏អាចថាបានបើបងប្អូនដូចដែលបងប្អូនបានដឹងហើយតាក់ទងទៅនឹងស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាសៀមរយៈពេល2-3ថ្ងៃចុងក្រោយនេះគឺកំពុងតែមានភាពក្តៅស្រួយមែនទែនហើយកន្លងទៅកាលពីល្ងាចមិញនេះផ្ទាល់ការបាញ់ប្រហារឬក៏ហៅថាការបាញ់ដោយបំពេញពីសំណាក់ភាគីសៀមត្រូវបានធ្វើជាបន្តបន្ទាប់ទាំងរត់បានន័យថាទាំងកំភ្លើងប្រភេទដៃកំភ្លើងយន្តរហូតដល់កំភ្លើងត្បាល់និងកំភ្លើង60 មីលីម៉ែត្រទៅទៀតអញ្ចឹងតាក់ទងទៅនឹងការញុះញង់ឬក៏ហៅថាការបង្កហេតុពីខាងភាគីសៀមម្ដងជា2ដងរយៈពេល2-3ថ្ងៃចុងក្រោយនេះគឺដោយសារតែយើងឃើញហើយតាក់ទងទៅនឹងស្ថានភាពនៃការធ្លាក់ប្រជាប្រិយភាពរបស់លោកអនុទីនដែលជានាយករដ្ឋមន្ត្រី4ខែរបស់សៀមនេះអំពីបញ្ហានៅតាមក្នុងស្រុករបស់វាតាក់ទងទៅនឹងគ្រោះទឹកជំនន់អញ្ចឹងយើងឃើញច្បាស់ណាស់ក្រោយតែពីគ្រោះទឹកជំនន់មានការប៉ាន់ស្មានថាស្ថានភាពនៅតាមបន្ទាត់ព្រំដែននឹងមានភាពក្តៅឡើងវិញបន្ថែមទៀតទៅលើស្ថានភាពជាមួយនឹងភាគីសៀមឥឡូវការទុះទាយនេះគឺមិនខុសទេតាក់ទងទៅនឹងស្ថានភាពព្រំដែនគឺសៀមវាកំពុងតែបង្វែរស្ថានភាពនៃបញ្ហាផ្ទៃក្នុងរបស់វាក៏ដូចជាការធ្លាក់ប្រជាប្រិយភាពនៃនាយករដ្ឋមន្ត្រីអត់គ្រប់ទឹកនាយករដ្ឋមន្ត្រីអនុទីននេះយកមកបង្វែរជាបញ្ហាស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាដើម្បីបង្កហេតុជាមួយនឹងកម្ពុជាក្នុងន័យដើម្បីទាញយកជាប្រិយភាពពីប្រជាជនវាតាមរយៈការមកធ្វើសង្គ្រាមជាមួយកម្ពុជាអញ្ចឹងបងប្អូនឃើញហើយតាក់ទងទៅនឹងការប្រកាសព័ត៌មានជាផ្លូវការរបស់ក្រសួងការពារជាតិនៃប្រទេសបានន័យថាប្រទេសកម្ពុជារបស់យើងកាលពីល្ងាចមិញផ្ទាល់ចំនួន2-3ដងរហូតដល់ម៉ោង11-12យប់ក៏នៅតែចេញសេចក្តីប្រកាសព័ត៌មានទៅទៀតតាក់ទងទៅនឹងការបាញ់ដោយបំពេញពីខាងភាគីសៀមរហូតដល់ការប្រើប្រភេទរថក្រោះទៅទៀតបាញ់ចូលទឹកដីកម្ពុជាក្នុងន័យបង្កហេតុជាមួយកម្ពុជាអញ្ចឹងតាក់ទងស្ថានភាពនេះខ្ញុំក៏សូមធ្វើការអាប់ដេតឬហៅថាវិវត្តបានថាធ្វើការវិវត្តព័ត៌មានចុងក្រោយតែម្ដងដែលទើបតែបានចេញនៅសេចក្តីប្រកាសព័ត៌មានដោយក្រសួងការពារជាតិនៃកម្ពុជាផ្ទាល់នៅព្រឹកថ្ងៃទី8ខែធ្នូនេះផ្ទាល់តែម្ដងតាក់ទងទៅនឹងការបាញ់បំពេញតាំងពីម្សិលមិញរហូតមកដល់ថ្ងៃនេះចូលទឹកដីកម្ពុជានៅច្រើនបានន័យថានៅច្រើនទីតាំងមែនទែននៅក្នុងទឹកដីប្រទេសកម្ពុជារហូតដល់មានតំបន់អាសេសប្រាសាទតាមាន់ធំក៏ដូចជាតំបន់ជាច្រើនទៀតដែលសៀមកំពុងតែបន្តបាញ់ប្រហារមកលើទឹកដីកម្ពុជាឲ្យតាមរយៈនៃការបាញ់ប្រហារបំពេញពីសម្ភារវុធឬក៏ហៅថាអាវុធធន់ធ្ងន់របស់សៀមនេះក៏វាបានបង្កឲ្យមានការជំនះសឹកបន្តែបានន័យថាបន្តទៀតរបស់ប្រជាពលរដ្ឋកម្ពុជាទាំងនៅក្នុងខេត្តបន្ទាយមានជ័យឧត្តរមានជ័យក៏ដូចជាបងប្អូនសិស្សសាលាក្មួយសិស្សសាលានៅខាងអូស្មាច់ផងដែរតាមវីដេអូដែលខ្ញុំទទួលបានពីការបង្ហោះរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅទីតាំងតំបន់នោះអញ្ចឹងជារួមមុននឹងដល់បានថាមុននឹងចូលទៅដល់ពិស្ដាក៏ដូចជាមុននឹងចូលទៅដល់ការបញ្ជាក់បន្ថែមទៅលើរឿងនេះយើងទៅតាមដានក៏ដូចជាទៅមើលទៅលើការប្រកាសព័ត៌មានចុងក្រោយរបស់ក្រសួងការពារជាតិនៅព្រឹកថ្ងៃទី8ខែធ្នូនេះផ្ទាល់តែម្ដងតាក់ទងទៅនឹងស្ថានភាពនៃការបាញ់ប្រហារទាំងបំពេញរបស់ភាគីសៀមអញ្ចឹងក្នុងនោះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិដែលចេញនៅថ្ងៃទីព្រឹកថ្ងៃទី8ខែធ្នូនេះបានបញ្ជាក់ថានៅព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025ចាប់ពីវេលាម៉ោងប្រមាណ5:0 នាទីព្រឹកយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅតំបន់អានសេះខេត្តព្រះវិហារបន្ទាប់មកក៏បាញ់ប្រហារបន្ថែមទៀតនៅតាមប្រាសាទនៅតំបន់ប្រាសាទតាមាន់
ដោយការប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើនគ្រាប់និងនៅតំបន់ប្រាសាទព្រះវិហារផងដែរនៅក៏ដូចជានៅតំបន់5មករានិងនៅតំបន់ចំការចេកក៏ដូចជាការបើកការវាយប្រហារនេះគឺធ្វើឡើងបន្ទាប់តែពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយដែលជាពិសេសនោះគឺឧបទ្ទវហេតុកាលពីម្សិលមិញផ្ទាល់តែម្ដងនៅទីតាំងតំបន់ប្រលានថ្មក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចរវាងយោធាថៃជាមួយនឹងកម្ពុជាក្នុងនោះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិដដែលក៏បានបង្ហាញឲ្យឃើញដែរថាដោយឈលលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នានិងការដោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនៅក្នុងឧបទ្ទវហេតុលើកទី2នោះកងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយនិងកំពុងបានថាបន្តតាមដានទៅលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគ្នានេះដែរកម្ពុជាក៏បានជូនដំណឹងជាលើកទី2ទៅក្រុមអ្នកអង្កេតការពិសេសអាស៊ានដែលហៅកាត់ថា AOT ហ្នឹងអំពីឧបទ្ទវហេតុនេះរួចហើយព្រមទាំងគ្រោងនឹងស្នើឲ្យមាន AOT ចុះទៅដល់ទីតាំងផ្ទាល់ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតដើម្បីស្វែងរកការពិតនិងធានាឲ្យបាននូវតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិដដែលក៏បានបង្ហាញឲ្យដឹងដែរថាក្រសួងការពារជាតិនៃប្រជាជាតិកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដល់សាហាវឃោរឃៅនេះហើយនេះគឺការបង្ហាញយ៉ាងច្បាស់ការដែលភាគីថៃបានរំលោភបំពានទៅលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃផងដែរដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលការចុះហត្ថលេខានេះដោយនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជានិងនាយករដ្ឋមន្ត្រីថៃក្រោមការធ្វើសាក្សីរបស់ឯកឧត្តមដូណាល់ត្រាំដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានក្នុងវេននោះផងដែរក្នុងសេចក្តីប្រកាសព័ត៌មានដដែលក៏បានបញ្ជាក់ថាក្នុងន័យនេះកម្ពុជាក៏សូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានយ៉ាងថ្លៃនិងបំពានក៏ថាសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនេះនិងសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដល់កម្រោមួយនេះផងដែរក្នុងនោះកម្ពុជាក៏បានអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិសុខស្ថិរភាពនៅក្នុងតំបន់ទន្ទឹមនឹងនេះដែរកម្ពុជាក៏បានអំពាវនាវឲ្យភាគីថៃងាកមករកការគោរពនៅកិច្ចព្រមព្រៀងសន្តិភាពក៏ដូចជាកិច្ចព្រមព្រៀងបទច្បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយណានៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុចរិតភាពពិតប្រាកដកម្ពុជាក៏បានបដិញ្ញាយ៉ាងម៉ឺងម៉ាត់នៅក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទច្បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយណាដែលភាគីទាំងពីរសម្រេចបាននៅពេលកន្លងមកប្រកបដោយសុចន្ទៈនិងការទទួលខុសត្រូវខ្ពស់កម្ពុជាក៏ប្រកាន់ភ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលបានមានស្រាប់ហើយប្រឆាំងនឹងការគំរាមក៏ដូចជាការប្រើប្រាស់កម្លាំងសម្ដៅទៅរកការដោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមផ្លូវច្បាប់បាទនេះគឺតកតងទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៃប្រជាជាតិកម្ពុជាផ្ទាល់តែម្ដងដែលធ្វើការអាប់ដេតអំពីព័ត៌មាននៅថ្ងៃទី8ព្រឹកថ្ងៃទី8ដែលខ្ញុំកំពុងតែរាយការណ៍នេះផ្ទាល់តែម្ដងអំពីស្ថានភាពដែលកំពុងតែក្តៅស្រួយមែនទែននៅស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជាសៀមដែលធ្វើការបង្កហេតុឡើងដោយភាគីសៀមផងដែរអញ្ចឹងបងប្អូនប្រហែលជាដឹងខ្លះហើយតកតងទៅនឹងកន្លងល្ងាចនេះផ្ទាល់តែម្ដងអំពីការបន្តបាញ់ប្រហារជាច្រើនលើកច្រើនសារតាំងពីពេលថ្ងៃរហូតដល់ពេលរសៀលរហូតដល់ព្រលប់រហូតដល់រំលងអាធ្រាត្រថ្ងៃយប់មិញទៅទៀតដែលការបាញ់ប្រហាររបស់ភាគីសៀមម្ដងជាពីរដងក្នុងន័យញុះញង់ឲ្យមានការប៉ះទង្គិចគ្នាជាថ្មីរហូតដល់ការផ្ទុះអាវុធសង្គ្រាមរវាងកម្ពុជាសៀមជាថ្មីហ្នឹងដើម្បីបង្កហេតុជាថ្មីហើយទាញយកប្រជាប្រិយភាពនៅក្នុងប្រទេសរបស់វាវិញអញ្ចឹងយប់មិញក៏ដូចជាល្ងាចមិញផ្ទាល់តែម្ដងក៏មានច្រើនទីតាំងទៀតដែលត្រូវបានប្រកាសដោយក្រសួងការពារជាតិនៃប្រទេសកម្ពុជាផងដែរខ្ញុំក៏សូមធ្វើការដកស្រង់នៅចំណុចទីតាំងមួយចំនួនដែលត្រូវបាន
ធ្វើការបាញ់ប្រហារទាំងបំពេញរបស់ភាគីសៀមតាមរយៈការបាញ់ដោយកំភ្លើងដៃកំភ្លើងត្បាល់ក៏ដូចជាសភាវុធធំរហូតដល់ប្រើប្រាស់រថក្រោះទៅទៀតក្នុងការបាញ់ចូលមកទឹកដីកម្ពុជារបស់យើងនេះអញ្ចឹងក្នុងនោះវិយោងតាមក្រសួងការពិជាតិបញ្ជាក់ជាផ្លូវការការពីម្សិលមិញផ្ទាល់នៅថ្ងៃទី7ធ្នូម្សិលមិញហ្នឹងនៅម៉ោង14 និង 15 នាទីឬក៏ហៅថាម៉ោង2 15 នាទីរសៀលហ្នឹងយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅទីតាំងប្រលានថ្មនៅក្នុងស្រុកជាំកសានខេត្តព្រះវិហារដោយនៅក្នុងហេតុការណ៍នោះការបាញ់ប្រហារនោះយោធាថៃបានប្រើប្រាស់នៅប្រភេទកំភ្លើងដៃកំភ្លើងយន្ត B40 ក៏ដូចជាកំភ្លើងប្រភេទត្បាល់ផងដែរនៅក្នុងនោះតកតងទៅនឹងការបាញ់ចឹងបំពេញរបស់ភាគីថៃឬហៅថាភាគីសៀមនេះផងដែរកងកម្លាំងកម្ពុជាក៏មិនបានធ្វើការតបតដែរគឺម្សិលមិញកងកម្លាំងកម្ពុជាក៏ដូចជាថ្ងៃនេះគឺមិនទាន់បានធ្វើការតបតនៅឡើយទេដោយសារតែយើងដឹងអំពីល្បិចនៃការញុះញង់ឬក៏ការបង្កហេតុរបស់ភាគីសៀមផងដែរតែតាមបានន័យថាការបន្តដៃនេះមិនមែនជាការបន្តដៃជារហូតទេគ្រាន់តែការចាំមើលស្ថានភាពក៏ដូចជាការទទួលប័ណ្ណបញ្ជាពីថ្នាក់លើផងដែរអញ្ចឹងក្នុងនោះតាមការបញ្ជាក់ដដែលការពីម្សិលមិញផ្ទាល់នៅម៉ោងបន្ទាប់ពីម៉ោង2 15 នាទីនៅម៉ោង14 និង 20 នាទីបាននៅ2 20 នាទីកងកម្លាំងកម្ពុជាក៏បានតាក់ទងទៅភាគីថៃឲ្យបញ្ឈប់ការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាជាបន្ទាន់ព្រមជាមួយភាគីកម្ពុជាក៏មិនបាញ់បានថាមិនបានបាញ់តដែរហើយនៅវេលាម៉ោង2:32 នាទីយោធាថៃក៏បានបញ្ចប់ឬក៏ហៅថាបញ្ឈប់ការបាញ់ប្រហារមកលើកម្ពុជានិងនៅម៉ោង2:48 នាទីកម្ពុជាក៏បានជូនដំណឹងនេះទៅក្រុមអ្នកអង្កេតការណ៍អាស៊ានដែលហៅកាត់ថា AOT ហ្នឹងអំពីការបាញ់ប្រហារដោយពំពេញឬក៏ហៅថាអបអវហេតុឬក៏ហៅថាការបាញ់ប្រហារនេះទៅដល់ភាគី AOT ក្នុងការចុះអង្កេតទៅលើរឿងនេះផងដែរហើយក្រោយតែពីការជូនដំណឹងក៏ដូចជាបញ្ឈប់នៅការបាញ់នៅម៉ោងប្រមាណជា2:48 នាទីនៅម៉ោង8:0 នាទីយប់យោធាថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាជាលើកទី2ដោយប្រើប្រាស់ប្រភេទកំភ្លើងបាញ់ដោយដៃជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជានៅក្នុងភូមិសាស្ត្រគឺអូផ្កាស្នេហ៍ផងដែរហើយនៅម៉ោង8:30 នាទីយោធាថៃក៏បានបន្តបាញ់ប្រហារមកលើកម្ពុជាបន្ថែមទៀតនៅទីតាំងប្រលានថ្មនិងស្រុកជាំសានខេត្តព្រះវិហារជាលើកទី2ដោយប្រើប្រាស់នៅប្រភេទកំភ្លើងដៃជាមួយនឹងប្រភេទកំភ្លើងត្បាល់ផងដែរក្នុងការបាញ់ជាច្រើនគ្រាប់មកលើកម្ពុជាហើយនៅម៉ោង8:50 នាទីយប់យោធាថៃក៏បានបញ្ឈប់នឹងការបាញ់ប្រហាររបស់ខ្លួនទៅវិញនៅក្នុងថ្ងៃទី7 ខែធ្នូម្សិលមិញនេះផ្ទាល់តែម្ដងហើយនៅព្រឹកនេះផ្ទាល់ដោយការជម្រាបជូនរបស់ខ្ញុំអញ្ចឹងថៃក៏បានបន្តបាញ់ប្រហារម្ដងទៀតហើយមិនត្រឹមតែបាញ់ប្រហារត្រឹមតែប្រភេទអាវុធដៃក៏ដូចជាអាវុធទន់ធ្ងន់ទេប្រើប្រាស់រហូតដល់រថក្រោះរថពាសដៃទៅទៀតក្នុងការបាញ់ចូលមកទឹកដីកម្ពុជាអញ្ចឹងតាក់ទងទៅនឹងស្ថានភាពនេះភាពក្តៅស្រួយនៃការផ្ទុះសង្គ្រាមឡើងវិញខ្ញុំមើលឃើញថាវាភាគរយច្រើនមែនទែននៃការផ្ទុះសង្គ្រាមឡើងវិញដោយសារតែកម្ពុជាអត់ធ្មត់ណាស់អត់ធ្មត់ទៀតដោយសារតែយើងដឹងហើយនេះគឺជាកលឧបាយនៅក្នុងការបញ្ឆេះសង្គ្រាមរបស់ភាគីថៃដោយសារតែវាកំពុងតែមានកលាបានថាចលាចលនៅក្នុងប្រទេសវាក៏ដូចជាការបាត់បង់ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីអនុទីននេះអញ្ចឹងការធ្វើសង្គ្រាមជាមួយនឹងកម្ពុជាវាជាមុខសញ្ញាដែលត្រូវបានជ្រើសរើសដោយភាគីសៀមដើម្បីបង្កហេតុបន្ថែមទៀតក៏ដូចជាបញ្ឆេះភ្លើងឲ្យទៅផ្ទុះជាសង្គ្រាមបន្ថែមដើម្បីទាញយកប្រជាប្រិយភាពនៅក្នុងប្រទេសរបស់វាវិញអញ្ចឹងតែទោះជាយ៉ាងណាបើទោះជាកម្ពុជាឃើញថានេះគឺការញុះញង់ឬក៏ហៅថាការបានថាចង់បង្កហេតុពីខាងភាគីសៀមយ៉ាងណាក៏ដោយក៏កម្ពុជាការអត់ធ្មត់របស់កម្ពុជាគឺមានដែនកំណត់អញ្ចឹងខ្ញុំជឿជាក់ថាថ្ងៃនេះប្រហែលជាស្ថានភាពអាចនឹងមានការផ្ទុះនៅសង្គ្រាមក៏អាចថាបានដោយសារតែកម្ពុជាខំមាត់ខ្លាំងមែនទែនតែថៃនៅតែបំពេញម្ដងជាពីរដងដូចនេះរហូតទៅដល់ប្រើប្រាស់រថក្រោះទៅទៀតយើងមិនអាចតទល់ឬក៏ហៅថាមិនអាចអត់ធ្មត់បានទៀតទេនេះជាការមើលឃើញរបស់ខ្ញុំផ្ទាល់តែទោះជាយ៉ាងណាយើងទុកការងារនេះឲ្យថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីថ្នាក់លើក៏ដូចជាខាងយោធារបស់យើងក្នុងការវិនិច្ឆ័យក៏ដូចជាសម្រាប់ចិត្តនៅក្នុងការថាតើត្រូវតដៃឬក៏ហៅថាផ្ទុះសង្គ្រាមជាលើកទី2ជាមួយនឹងសៀមឬយ៉ាងម៉េចតែទោះជាយ៉ាងណាក៏យើងឃើញហើយនៅក្នុងបណ្ដាញសង្គមមានការបង្ហោះច្រើនតាក់ទងទៅនឹងការចម្លៀសខ្លួនរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅខាងមន្ទីរមានជ័យដល់មានជ័យក៏ដូចជាអូស្មាច់អ្វីជាដើមទីតាំងដែលគៀកទៅនឹងការផ្ទុះអាវុធហើយការចម្លៀសរបស់ក្មួយសិស្សក៏កំពុងតែចម្លៀសចេញពីសាលាដែរអញ្ចឹងបញ្ហាសង្គ្រាមយើងមិនចង់បានទេតែបើម្ដងជាពីរដងការបំពេញពីខាងភាគីសៀមយ៉ាងនេះខ្ញុំគិតថាការអត់ធ្មត់របស់កម្ពុជាក៏មិន
មានច្រើនរហូតដល់ធ្វើឲ្យពួកវាបានដៃដែរអញ្ចឹងជារួមតកតងទៅនឹងការសម្រេចចិត្តរបស់ថ្នាក់នាំយើងទុកឱកាសឬហៅថាទុកពេលឲ្យពួកគាត់សម្រេចចិត្តក៏ដូចជាមើលលើស្ថានភាពយើងក្នុងនាមជាអ្នកសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋក្នុងនាមជាការចូលរួមគ្រប់គ្រងទៅដល់កម្លាំងយោធារបស់យើងឲ្យជូនពរទៅដល់វីរៈកងទ័ពរបស់យើងឲ្យមានឈ្នះអស់មានសត្រូវក្នុងករណីមានការផ្ទុះអាវុធក៏ដូចជាមានសុខសวัสดิភាពក្នុងការការពារបំពេញកាតព្វកិច្ចក្នុងការការពារដែនអធិបតេយ្យភាពឬក៏ហៅថាដែនដីរបស់កម្ពុជារបស់យើងផងដែរហើយមុននឹងបញ្ចប់ក៏សូមស្នើទៅដល់បងប្អូនប្រជាពលរដ្ឋដែរសូមកុំបង្ហោះឬក៏ហៅថាថតនៅការចល័តទ័ពនៅការពង្រាយយុទ្ធភូករពីសភាវុធឬក៏ហៅថាការបំរើទៅដល់ការងារយោធារបស់យើងកុំថតបង្ហោះដោយសារតែការថតបង្ហោះទាំងអស់នេះគឺវានឹងប៉ះពាល់ទៅដល់សន្តិសុខជាតិក៏ដូចជាឲ្យខ្មាំងសត្រូវដឹងអំពីកម្លាំងរបស់យើងដឹងអំពីយុទ្ធសាស្ត្ររបស់យើងដឹងអំពីស្ថានភាពយោធារបស់យើងដែលវាងាយស្រួលក្នុងការវាយប្រហារយើងអញ្ចឹងសូមបងប្អូនចូលរួមកុំថតបង្ហោះកុំថតអ្វីទាំងអស់តាក់ទងទៅនឹងការងារជំនះសឹកជំនះសភាវុធក៏ដូចជាការចល័តសភាវុធយុទ្ធភូករឬក៏ហៅថាចល័តទ័ពរបស់យើងនៅក្នុងស្ថានភាពនេះអញ្ចឹងបងប្អូនត្រូវដឹងក៏ដូចជាត្រូវចូលរួមទៅក្នុងការងារនេះដើម្បីកុំឲ្យយើងចាញ់ព្រៀបសៀមទៅលើបញ្ហាដែលវាកំពុងតែមើលដោយសារតែពេលយើងបោះក្នុងបណ្ដាញសង្គមអំពីការចល័តទ័ពអំពីការផ្លាស់ប្ដូរឬក៏ហៅថាចល័តអាវុធអ្វីជាដើមហ្នឹងវានឹងផ្ដល់ភាពវិជ្ជមានល្អទៅដល់ភាគីសៀមនៅក្នុងការចាប់ទីតាំងរបស់យើងក៏ដូចជាមើលស្ថានភាពក្នុងការយុទ្ធរបស់យើងផងដែរក្នុងករណីដែលមានការផ្ទុះអាវុធនៅពេលខាងមុខអញ្ចឹងជារួមតកតងស្ថានភាពនេះខ្ញុំក៏សូមបិទបញ្ចប់តែត្រឹមនេះហើយមកមានអ្វីវិវត្តថ្មីទៅក្នុងស្ថានភាពវិវត្តនៅបញ្ហាព្រំដែនខ្ញុំក៏នឹងបន្តជម្រាបជូនបងប្អូនបន្ថែមទៀតនៅក្នុងការផ្សព្វផ្សាយព័ត៌មានរបស់ខ្ញុំនៅពេលនេះខ្ញុំបាទពុទ្ធិក៏សូមអរគុណនិងសូមគោរពលា